សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតហើយវីដេអូនេះគឺខ្ញុំចង់បង្ហាញពីរបៀប download app Lazada ដើម្បីទិញទំនិញពីប្រទេសថៃនិងការបង្កើតនៅគណនីបន្ទាប់មកបងប្អូនចូលទៅកាន់ Play Store នេះសម្រាប់ Android បងប្អូនអញ្ចឹងបងប្អូនចូលក្នុង Play Store បន្ទាប់មកបងប្អូន search រកពាក្យ Lazada ពេលនេះគឺខ្ញុំបានសរសេរម្ដងហើយអញ្ចឹងវាជាប់នៅហ្នឹងបងប្អូនអញ្ចឹងយើងចូលក្នុងពាក្យ Lazada ហ្នឹងមកនេះLazada 3.1 Mega Deal នេះអាហ្នឹងគឺជា app ទិញទំនិញនៅប្រទេសថៃ Lazada ហ្នឹងវាមានច្រើនប្រទេសប៉ុន្តែគ្រាន់ខ្ញុំចង់បង្ហាញពីរបៀបទិញទំនិញនៅប្រទេសថៃ Lazada ប្រទេសថៃបងប្អូនបន្ទាប់មកបងប្អូនចុចកន្លែងបើកហើយដោយសារខ្ញុំ download ហើយបើបងប្អូនអត់ទាន់ download វាចេញពាក្យឲ្យយើង download ទាញយកឬក៏អីចឹងទៅគ្រាន់តែ app នេះខ្ញុំបាន down ទុកនៅក្នុងទូរស័ព្ទហើយបន្ទាប់មកចូលក្នុង account នៅក្នុង app ហ្នឹងគឺខ្ញុំចង់បង្ហាញពីខ្ញុំលុកអោសិនពេលបងប្អូនចូលមកមុនដំបូងដែលអត់ទាន់បង្កើតគណនីបងប្អូនចូលកន្លែងពាក្យ sign up នេះកន្លែងបូក66នេះគឺជាលេខទូរស័ព្ទនៅប្រទេសថៃអញ្ចឹងយើងមិនបាច់ប្រើទេមិនបាច់ភ្ជាប់មួយលេខទូរស័ព្ទប្រទេសថៃព្រោះយើងនៅកម្ពុជាបងប្អូនអញ្ចឹងយើងភ្ជាប់ជាមួយនឹងFacebook នេះក៏បានភ្ជាប់ជាមួយនឹងគណនី Gmail យើងក៏បានឬក៏បងប្អូនមាន LINE ភ្ជាប់មួយ LINE ក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំភ្ជាប់ជាមួយនឹង Gmail ប៉ុន្តែខ្ញុំបានមានគណនីហើយអញ្ចឹងខ្ញុំត្រឡប់ទៅវិញខ្ញុំចូលក្នុងនេះវិញព្រោះខ្ញុំមានគណនីហើយបងប្អូននេះគណនីអញ្ចឹងនៅក្នុង app ហ្នឹងគឺមានមុខងារប្រើប្រាស់ជាច្រើនទៀតតែបងប្អូននេះខ្ញុំមិនទាន់បានបង្ហាញនឹងគ្រាន់ជាវិធីបង្កើតនៃគណនីសម្រាប់ទិញទំនិញនៅលើ app Lazada ប្រទេសថៃបងប្អូននៅក្នុងទំនិញនៅក្នុងប្រទេសថៃគឺមានច្រើនបងប្អូននេះចង់បានទំនិញអីក៏មានដែរជាប្រភេទនេះលកាខ្សែក្រវ៉ាត់ប្រភេទអីចឹងបងប្អូននេះមានច្រើនមានតាំងជើងកាមេរ៉ាខោអាវក្មេងទូរស័ព្ទអីមានទាំងអស់បងប្អូនចាំវីដេអូរបស់ខ្ញុំបន្តទៀតខ្ញុំនឹងចេញវីដេអូថ្មីទៀតនិយាយអំពីបង្ហាញអំពីទំនិញរបៀបទិញទំនិញហើយនឹងការដាក់អាសយដ្ឋានលើ app បងប្អូនដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនពីប្រទេសថៃឃ្លាំងនៅថៃដឹកមកភ្នំពេញបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនរងចាំទស្សនានៅវីដេអូរបស់ខ្ញុំថ្មីបន្តទៀតអរគុណបងប្អូនទាំងអស់គ្នាដែលតាមដាននៅវីដេអូរបស់ខ្ញុំអរគុណ